ហេតុអ្វីត្រីអាចហែលទឹកបានយ៉ាងងាយស្រួលនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកអំពីរឿងសម្ងាត់របស់វានេះជាចំណេះដឹងវិទ្យាសាស្ត្រយ៉ាងសាមញ្ញត្រីកំពុងហែលទឹកយ៉ាងស្រស់ស្រាយតើអ្នកដឹងទេថាត្រីដែលអាចហែលទឹកបានយ៉ាងស្រួលដោយមិនហត់ឬមិនលង់ទឹកស្លាប់ថ្ងៃនេះយើងនឹងបកស្រាយអំពីរឿងសម្ងាត់របស់ត្រីដែលធ្វើឲ្យវារស់នៅក្នុងទឹកបាននៅក្នុងវីដេអូនេះខ្ញុំបាទនឹងរៀបរាប់ជូនមិត្តអ្នកស្ដាប់ក្នុងរយៈពេល3នាទីតើអ្នកធ្លាប់គិតថាត្រីមានស្បែកពិសេសដែរឬទេឬមានរបស់អ្វីដែលអាចធ្វើឲ្យត្រីហែលទឹកបានទេសូមទេសនាតទៅដើម្បីដឹងចម្លើយផ្នែកទី1ការដកដង្ហើមនៅក្រោមទឹកស្រកីត្រីបើកមាត់ដើម្បីបឺតទឹកចូលនិងបញ្ចេញទឹកមកវិញតាមស្រកីត្រីមានស្រកីដែលជាឧបករណ៍ដកដង្ហើមក្រោមទឹកស្រកីទាំងនេះអាចស្រូបយកអុកស៊ីហ្សែនពីទឹករួចហើយបញ្ចេញអូស្មန်កាបូនឌីអុកស៊ីតចេញមកវិញទី2រូបរាងកាយរបស់ត្រីត្រីមានរូបរាងកាយសំប៉ែតនិងព្រុយធំធំរាងកាយរបស់ត្រីទម្ងន់ស្រាលនិងរលោងដែលជួយកាត់បន្ថយកម្លាំងកកិតនៃទឹកព្រុយរបស់វាដើរតួនាទីទប់លំនឹងនិងសាច់ដុំដែលអាចធ្វើចលនាបំលាស់ទីដើម្បីចាប់ចំណីនិងគេចពីសត្រូវជាដើមទី3គឺបំពង់ខ្យល់ឬថង់ខ្យល់នៅក្នុងខ្លួនរបស់ត្រីដែលមានឈ្មោះជាភាសាអង់គ្លេសថា swim bladder swim bladder ជួយឲ្យត្រីហែលចុះឡើងដោយមិនចាំបាច់ប្រើកម្លាំងច្រើនតើអ្នកដឹងទេថាត្រីមានជាង 34,000 ប្រភេទនៅលើពិភពលោកហើយមួយចំនួនអាចមានសមត្ថភាពហែលលឿនជាងមនុស្សយើងរត់ទៅទៀតសរុបសេចក្តីមកត្រីមានស្រកីដែលអាចមានសមត្ថភាពស្រូបយកអុកស៊ីហ្សែនបានត្រីមានរូបរាងសំប៉ែតនិងស្រាលនិងមានព្រុយដើម្បីធ្វើចលនានិងត្រីមាន swim bladder ដែលអាចជួយឲ្យត្រីហែលឡើងចុះនៅក្នុងផ្ទៃទឹកដោយមិនចាំបាច់ប្រើកម្លាំងច្រើនប្រសិនបើប្រិយមិត្តចូលចិត្តនៅចំណេះដឹងមួយនេះចុច like និង subscribe ឥឡូវនេះប្រាប់យើងខ្ញុំថាតើលោកអ្នកចង់ដឹងអំពីសត្វណាបន្តទៀតសូម comment នៅខាងក្រោមសូមអរគុណសូមជម្រាបលា